extreme nationalism យ៉ាងប្រែថាជាតិនិយមនឹងវាជ្រុលថាសវឹងផឹកធម្មតាវាសវឹងធម្មតាតែវាផឹកជោគជាំទៅវាផឹកជ្រុលបងប្អូនវាទៅជា control ខ្លួនឯងលេងបានកូនក្មេងប្រហែលអ្នកប្រហែលថ្ងៃមុននឹងគេបាតកម្មគេឡំប៉ាគេធ្វើដូចកូនក្មេងចឹងគឺធ្វើដូចគេនឹងស្រឡាញ់ជាតិតែប្រទេសខ្លួនឯងចឹងណាបាទអានឹងវាស្រឡាញ់ជ្រុលអញ្ចឹងដល់ពេលវាជ្រុលទៅវាលើវាទៅជាលេង control ខ្លួនឯងបានធ្វើដូចកូនក្មេងចឹងម្ដងអានឹងគេហៅថា extreme nationalism ប្រវត្តិសាស្ត្រគេចាគេអីមកត្រឹមត្រូវទទួលស្គាល់លំដាប់ពិភពលោកប្រវត្តិសាស្ត្រគេចាមកអញ្ចឹងអាខ្លួនឯងហ្នឹងវាទៅជា denier វាទៅជាទាត់ចោលអត់ទទួលយកប្រវត្តិសាស្ត្រទេអានឹងហើយគេហៅថាជនវង្វេងប្រវត្តិសាស្ត្រដោយអង់គ្លេសគេហៅថា history denier តែពីដឹងក្តីមកប្រទេសរបស់ខ្លួនឯងហ្នឹងអូ number 1 រហូតអស់ចារហូតណាហើយនិយាយពីប្រវត្តិសាស្ត្រវិញគេឆ្លៀនពៀនប្រទេសខ្លួនឯងរហូតគេយកប្រទេសខ្លួនឯងរហូតអាប្រទេសខ្លួនឯងលួចរបស់គេយករបស់គេប្រវត្តិសាស្ត្រគ្រូមិនដែលបរៀនទេអាហ្នឹងក៏ហៅថា history denier ដែរគេហៅថាជនវង្វេងប្រវត្តិសាស្ត្រដែរណាដឹងក្តីឡើងមិនដឹងតែ number 1 ប្រទេសគេលេខ1រហូតណាដឹងក្តីឡើងគ្រូគេប្រាប់មកអញ្ចឹងតែប្រទេសគេនឹងអស់ចាប្រទេសគេនឹងបាត់បង់ប៉ុណ្ណេះដោយសារតែប្រទេសនេះយកប្រវត្តិសាស្ត្របរៀនឲ្យដឹងថាខ្លួនឯងនឹងបាត់បង់ប្រទេសតែប៉ុណ្ណឹងអត់ដែលបានបរៀនថាខ្លួនឯងនឹងធ្លាប់ជាចោរលួចដីគេអត់ទេអត់បរៀនទេអានឹងគេថា lost history ឬក៏ history denier គេហៅថាជនវង្វេងប្រវត្តិសាស្ត្រអាហ្នឹងណាបាទប្រទេសខ្លះបាទខ្ញុំអត់ចូលចិត្តអាមនុស្សវង្វេងប្រវត្តិសាស្ត្រអញ្ចឹងទេ It's good to love one's own country វាល្អណាស់ដែលស្រឡាញ់ប្រទេសខ្លួនឯង But don't be an extreme nationalist ក៏ប៉ុន្តែកុំធ្វើជាជាតិនិយមវិជ្រុលពេកលេងដឹងថាអីត្រូវអីខុសណាបាទវាទៅជាកលៃប្រវត្តិសាស្ត្រចេះចុះឲ្យតបានមកខាងខ្លួនឯងទោះបីជាខុសក៏ថាត្រូវដែរត្រូវក៏ថាខុសដែរបាទសូមគោរពជម្រាបសួរបងប្អូនអ្នកសិក្សាភាសាអង់គ្លេសយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើវីដេអូពិសេសមួយគេហៅថាអង់គ្លេសតនហេតុការបងប្អូនបាទគឺយើងនឹងលើកយកពាក្យខ្លះដូចពាក្យថាជាតិនិយមជ្រុលជនវង្វេងប្រវត្តិសាស្ត្រអីនោះអង់គ្លេសថាម៉េចបងប្អូនហើយមេរៀនពាក្យនេះគឺខ្ញុំដកចេញពីសៀវភៅមគ្គុទ្ទេសក៍ភាសាអង់គ្លេសផ្ទាល់ខ្លួនប្រធានបទយើងថ្ងៃនេះនិយាយតាក់ទងនឹងរឿងគេហៅថាប្រទេសជាតិបងប្អូនណានៅក្នុងសៀវភៅនេះមានច្រើនមានពីចូលឆ្នាំមានមន្ទីរពេទ្យមានសន្តាគារមានស្អីហោហែមកតែថ្ងៃនេះខ្ញុំសូមលើកយកតែពាក្យខ្លះតាក់ទងទៅនៅក្នុងគេហៅថាហេតុការណ៍ថ្មីបងប្អូនបានដឹងហើយណាអញ្ចឹងយើងមករៀនតែ2 3ពាក្យទេហើយយើងនឹងរៀនអានពាក្យក្បួនបញ្ចេញសលេងនេះខ្ញុំនឹងដាក់តជាមួយវីដេអូនេះណាបងប្អូនអូខេតើវាអានថាម៉េចអូឡើយពាក្យតាជាតិនិយមជ្រុលហ្នឹងគេអានថាម៉េចបញ្ចេញសលេងម៉េចជនវង្វេងប្រវត្តិសាស្ត្រហ្នឹងគេអានថាម៉េចអីម៉េចអូខេតោះហើយបងប្អូនឃើញវីដេអូនេះជួយ share បន្តផងណាបងប្អូនបាទយើងរៀនជាមួយគ្នាបាទឥឡូវយើងមកមើលពាក្យមួយពាក្យថាជាតិនិយមជ្រុលបាទបងប្អូនបបែកពាក្យមួយពាក្យថាជាតិនិយមជ្រុលវាមកពាក្យថា extreme nationalism បាទជាកន្សោមនេះខ្ញុំប្រែថាជាតិនិយមជ្រុលចឹងពាក្យថា extreme ហ្នឹងប្រែថាខ្លាំងខ្លាក្រៃលែងលើសលប់នេះអានថា extreme នេះណាហើយ nationalism ហ្នឹងគេហៅថាស្នេហាជាតិណានិយមខាងជាតិសាសន៍ប្រទេសអីហ្នឹងណាបាទអញ្ចឹង extreme nationalism យ៉ាងប្រែថាជាតិនិយមហ្នឹងវាជ្រុលណាវាជ្រុលឧទាហរណ៍យើងនិយាយពីសវឹងវិញបើថាសវឹងផឹកធម្មតាវាសវឹងធម្មតាតែវាផឹកជោគជាំទៅវាផឹកជ្រុលបងប្អូនវាទៅជា control ខ្លួនឯងលេងបានដូចកូនក្មេងប្រហែលអ្នកប្រហែលថ្ងៃមុននឹងគេបាតកម្មគេឡំប៉ាគេធ្វើដូចកូនក្មេងចឹងគឺធ្វើដូចគេនឹងស្រឡាញ់ជាតិតែប្រទេសខ្លួនឯងចឹងណាបាទអានឹងវាស្រឡាញ់ជ្រុលអញ្ចឹងដល់ពេលវាជ្រុលទៅវាលើវាទៅជាលេង control ខ្លួនឯងបានធ្វើដូចកូនក្មេងចឹងម្ដងអានឹងគេហៅថា extreme nationalism បាទឧទាហរណ៍They are embarrassing their own country because of their extreme nationalism បាទ they ហ្នឹងពួកកូនក្មេងដែលឡំប៉ាប្រហែលថ្ងៃមុនហ្នឹងកំពុងតែ embarrass ពាក្យថា embarrass យើងប្រែថាធ្វើឲ្យអាម៉ាស់ឬក៏គេហៅថាធ្វើឲ្យខ្មាស់បាទ
they are embarrassing their own country ប្រទេសរបស់ពួកគេ because of ដោយសារតែ their extreme nationalism គេថាជាតិនិយមជ្រុលហ្នឹងហើយភាពនឹងនៅជាតិនិយមជ្រុលហ្នឹងអញ្ចឹងសម្រួលន័យមកយើងប្រែថាម៉េច they are embarrassing ពួកគេកំពុងតែធ្វើឲ្យប្រទេស their own country ពួកគេកំពុងតែធ្វើឲ្យប្រទេសរបស់ពួកគេហ្នឹងអាម៉ាស់ because of their extreme nationalism ដោយសារតែភាពជាតិនិយមជ្រុលរបស់គេហ្នឹងអារឿងមិនសមបើជារឿងផងទៅទៅលំប៉ាបកាច់បកិនអាយោអាយ៉ាពេញត្រឹងធ្វើដូចកូនក្មេងអញ្ចឹងណាពួកគេថាគេហ្នឹងគេថាគេណាបាទអូខេអាហ្នឹងអញ្ចឹងឥឡូវយើងមើលពាក្យមួយទៀតជនជាតិនិយមជ្រុលមកក្តាប់តូចដែលគេច្រើននិយាយថាអូពួកជនជាតិនិយមជ្រុលឡប់លឺពាក្យហ្នឹងហ៎បាទពួកជនជាតិនិយមជ្រុលមកក្តាប់តូចណាអញ្ចឹង extreme ដដែលគាត់តែយើងដូរពាក្យថា nationalism ទៅជា nationalist សំដៅដល់បុគ្គលឬក៏មនុស្សណាបងប្អូនណាបាទអញ្ចឹងពាក្យថាជាតិនិយមជ្រុលយើងអាចប្រើពាក្យថា extreme nationalism រីឯជនដែលចេញមកវាជាតិនិយមជ្រុលណាបាទដូចខ្ញុំជម្រាបចឹងថាតែវាជ្រុលហើយវា control ខ្លួនឯងលេងបានធ្លាប់តែជាមនុស្សចាស់ធម្មតាគេគោរពគេអីវាទៅចាស់លើអាយោអាយ៉ាថ្ងៃបាតកម្មល្អមើលបងប្អូនបាទអញ្ចឹងគេហៅថា extreme nationalist ជនជាតិនិយមជ្រុលមកក្តាប់តូចអីចឹងទៅលេងដឹងខុសលេងដឹងត្រូវណាបាទវាវង្វេងអស់ហើយបាទឧទាហរណ៍ violent protest by those extreme nationalists are showing the world that they are lack of maturity ពាក្យថា maturity យើងប្រែថាភាពចាស់ទុំណា maturity ភាពចាស់ទុំអញ្ចឹង violent protest ប្រែថាការធ្វើបាតកម្មដោយប្រើហិង្សាណាស្រែកអាយោអាយ៉ាលើកបដាអីគប់លំថ្មអញ្ចឹងទៅដោយ those extreme nationalists ដោយជនគេហៅថាជាតិនិយមជ្រុលមួយក្តាប់តូចនោះ are showing the world that កំពុងតែបង្ហាញឲ្យពិភពលោកមើលឃើញថាណា showing the world បង្ហាញពិភពលោកឲ្យឃើញថា they are lack of maturity ពួកគេហ្នឹង lack of ហ្នឹងប្រែថាខ្វះបាទ lack of maturity ពួកគេហ្នឹងខ្វះពាក្យថា maturity ភាពចាស់ទុំបង្ហាញឲ្យពិភពលោកឃើញថាពួកគេហ្នឹងខ្វះភាពចាស់ទុំនិយាយភាសាឲ្យសាមញ្ញគេហៅថាចរិតដូចកូនក្មេងចូលចិត្តឡំប៉ាណាមានអីត្រូវនិយាយគ្នាអត់និយាយទៅឡំប៉ាយោអាយ៉ាឲ្យខ្មាស់គេអញ្ចឹងទៅណាអញ្ចឹងយើងអានម្ដងទៀត violent protest by those extreme nationalists ការបាតកម្មដោយអាយោអាយ៉ាប្រើអំពើហិង្សាដោយជនគេហៅថាជាតិនិយមជ្រុលមកក្តាប់តូចទាំងឡាយនោះកំពុងតែបង្ហាញពិភពលោកឲ្យឃើញថា they are lack of maturity ពួកគេហ្នឹងខ្វះភាពចាស់ទុំនិយាយសាមញ្ញចរិតដូចកូនក្មេងអាហ្នឹងនិយាយចឹងបាទមានអីនិយាយគ្នាអត់និយាយទេគឺធ្វើអូយអញអើយបាទអូខេមកពាក្យមួយទៀតបាទពាក្យមួយទៀតជនវង្វេងប្រវត្តិសាស្ត្របាទពាក្យថា history គឺប្រវត្តិសាស្ត្រ denier ពាក្យថា denier អ្នកដែលចូលបដិសេធទាត់ចោលអញ្ចឹងពាក្យថា history denier បើជាធម្មតាយើងអាចនិយាយថាអ្នកដែលបដិសេធប្រវត្តិសាស្ត្រគេចាគេអីមកត្រឹមត្រូវទទួលស្គាល់លំដាប់ពិភពលោកប្រវត្តិសាស្ត្រគេចាមកអញ្ចឹងអាខ្លួនឯងហ្នឹងវាទៅជា denier វាទៅជាទាត់ចោលអត់ទទួលយកប្រវត្តិសាស្ត្រទេអាហ្នឹងហើយគេហៅថាជនវង្វេងប្រវត្តិសាស្ត្រដោយអង់គ្លេសគេហៅថា history denier បាទផែនទីគេគូមកគេកំណត់មកអីកំណត់ជាប្រវត្តិសាស្ត្រអីហើយទៅគូផែនទីតែឯងឆ្កុយហ្នឹងទៅអាហ្នឹងហើយគេថាវង្វេងប្រវត្តិសាស្ត្របាទដូចមួយទៀត
tăng tại bị đăng cái đây mau và tê bọc luôn ai đang number one là hốt cha là hốt nè anh dây bị bọc ta xa vinh kê liên piên và tê luôn anh là hốt kê vô và tê luôn anh là hốt bà tê luôn anh luôn bọc kê vô bọc kê và what ta xa crew mình đây bà riêng thì nâng có hao thác history denier này cả hao ta chôn mong vinh và what ta xa này nè đăng cái đây lá với đăng ta number one và tê kê lệch mùi là hốt nè đăng cái đây lá crew cái prap màu chẳng ta và tê kê nâng cha và tê kê nâng bắt bong phần này đời xa ta và tê ni vô và what ta xa và riêng ở đăng thạc luôn ai nâng bắt bong và tê ta phần nâng ớt đáy ban và riêng thá và luôn ai nâng thọp chỉ trao luôn đây cái ớt để ớt và riêng để nâng cái ta lost history rồi có history denier cái hào thá chân vòng vinh và what ta xa nâng á bà và tê khla và ưu tiên hỏi I don't like such a history denier nhóm ọt trôi chất mình nữ bồng vinh và what sao mà nè năng đề history denier đó nhóm ọt trôi chất mình nữ bồng vinh và what sao nhân đề it's good to love one's own country vì là nó để sở lanh và tích luôn anh it's good to love one's own country biết là one's own country nữa nó bao bậc cùl nó sẽ lanh bật tê là bao bậc cô riêng luôn but don't be an extreme nationalist còn phần tay cùng thua chia chiên để dùng virtual page lên đăng thải trâu ấy khổ nè ba vì tôi chưa cả lay bao water san cho áo tạo ban mà khang luôn anh tụ bay chỉ khóc cả thà trâu để trâu cả thà khổ này nâng ngay cái hào thà history denier trong sông prai mà đầu tiết I don't like such a history denier nhóm ọt trôi chân mình nè chỉ chôn cái hào thá vùng vên và what là sao mà nè nâng thế và chôn cao men với như thơm với thơ đấy bà it's good to love one's own country vì là nó để dương sở lanh và tê nè rồi bọc luôn anh but don't be an extreme nationalist còn phần tay cầm thua chỉ chôn đại chiết để dùng với chôn về nè lên đăng kho đăng trâu để khoa phép trả tùng nâng chẳng ngày nay dân riêng phần năng pi hay bằng phôn dân năng to màu riêng pi đại dân dùng an kho riêng phải tranh lên nó sập hơn đi chỉ mùi kia đó bằng phôn bà hay bằng phôn chui chạy làm lấy về to ni to phó ok chỉ mùi kia mùi muối bạn dân pi ní dân an tham mấy ông phôn này pi ní cỏ hay pi ní chặt tật rồi dân chặt tật lưỡi mùi dân á bà chặt tật lưỡi mùi dân dân an thá poor ឬក៏ poor អញ្ចឹងសំឡេងរបស់វាមាន British យើងអានថា poor បែបអាមេរិកអានថា poor អញ្ចឹងយើងអានថា poor ក៏បានអានថា poor ក៏បានអូខេបាទ I am just a poor man ណាខ្ញុំជាមនុស្សក្រីក្រម្នាក់ខ្ញុំគ្រាន់តែជាបុរសក្រីក្រម្នាក់ដែលវាគ្មានស្អីនៅក្នុងខ្លួនណាបងប្អូនបាទអញ្ចឹងយើងអាចថា I am just a poor man រីឯឧទាហរណ៍មួយទៀតចឹងមានកន្លែងនេះកិរិយាសព្ទយើងអាចប្រែថាមានអត្ថន័យចង់មានន័យតែបើថ្នាក់ពាក្យជាគុណនាមយើងប្រែថាម៉ៅស្វិតឬក៏កំណាញ់ he is not poor បែរនេះមិនក្រទេ but he is mean ក៏ប៉ុន្តែនឹងស្វិតណោះម៉ៅស្វិតមែនតើបាទមើលមួយទៀតអញ្ចឹង pour កន្លែងនេះវាស្មើពាក្យ to water ជាកិរិយាសព្ទ don't forget to pour our flowersកុំភ្លេចចាក់ទឹកផ្ការបស់យើងផងអូខេបាទឧទាហរណ៍មួយទៀត they poured the water out ពួកគេចាក់ទឹកចេញ before it rain មុននឹងវាភ្លៀងដើម្បីបានទឹកភ្លៀងថ្មីអញ្ចឹងណាបាទឯ morning នេះពេលព្រឹករីឯ morning នេះប្រែថាកាន់ទុក morning ពេលព្រឹក morning មួយទៀតប្រែថាកាន់ទុក morning នេះ m o r n i n g នេះគឺពេលព្រឹកវាខុសគ្នាត្រង់ថានេះមាន you យ៉ាងนั้นតែ morning ដូចគ្នាតែកាន់ទុកដល់ណាម្នាក់អូខេឧទាហរណ៍បាទ Good morning everybody ladies and gentlemen today we are going to learn about how to pronounce the word correctly អូខេអញ្ចឹង good morning អរុនសួស្តីបាទឧទាហរណ៍ What time do you get up in the morningអ្នកពេលព្រឹកឡើងក្រោកម៉ោងប៉ុន្មាននេះ What time do you get up in the morning ព្រឹកឡើងក្រោកម៉ោងប៉ុន្មានដល់ពេលគេនៅក្នុង speaking ហ្នឹងបង Hi everybody ladies and gentlemen today I would like to talk or tell you about my daily activity
Every morning I get up at 5 cái sự cạo mỏng pram I do exercise hát pram tại mai ai thiệt bật men mong pram thế là khlang bốn bạn men mong pram thế các bạn speaking cái đó get up at 5 and have breakfast and do exercise mà get mong pram hay thư hạt pramไปประกอบแต่ใบประกอบตอนนั้นខ្ញុំទៅសើឲ្យកូនសិស្សខ្ញុំខ្លះនោះបាទឲ្យតែបានតន់បាយព្រឹកបាទខ្ញុំថាកូនសិស្សខ្ញុំទេគាត់មិនខឹងទេបាទ I am in morning for my wife បងប្អូនពាក្យថា morning កន្លែងនេះយើងប្រែថាកាន់ទុកណា I am in morning for my wife ប្រែថាខ្ញុំ in morning នេះមិនមែនពេលព្រឹកទេណាមើលណា morning វិញនេះកាន់ទុកដូចយើង I am in morning for somebody តែខ្ញុំកំពុងកាន់ទុកម្ដាយខ្ញុំគាត់ខូចអញ្ចឹង I am in morning for my parents my mom okay អញ្ចឹង I am in mourning for my wife ចុះបើយើងដូចថាខ្ញុំកំពុងកាន់ទុកឲ្យកូនប្រុសខ្ញុំយើងអាចនិយាយថា I am in mourning for my son អញ្ចឹងចុះបើសិនចង់និយាយថានាងកំពុងតែកាន់ទុកឲ្យម្ដាយនាងកុំនាំនាងទៅនេះទៅនោះណា she is in mourning for her mom អញ្ចឹងមកយើងដូរប្រយោគអញ្ចឹងមកបងប្អូនអាហ្នឹងបានឆាប់ចេះណោះបាទមួយទៀតការកាន់ទុកព្រះមហាក្សត្រមានរយៈពេល1ឆ្នាំអាហ្នឹង the mourning for the king lasted a year បានន័យថាកាលនេះយើងកាន់ទុកថ្វាយព្រះបរមរតនកោដ្ឋរយៈពេល1ឆ្នាំអញ្ចឹងទៅយើងអាចនិយាយថា the mourning មិនពេលព្រឹកទេណាការកាន់ទុក for the king ការកាន់ទុកថ្វាយព្រះមហាក្សត្រ lasted a year last កន្លែងនេះប្រែថាមានរយៈពេលរហូតដល់ lasted a year មានរយៈពេលរហូតដល់ទៅ1ឆ្នាំអញ្ចឹងយើងរៀនបានពីអីបងប្អូនភួរក្រភួរចាក់ទឹក morning ពេលព្រឹក morning កាន់ទុកអូខេមកមួយទៀត air បងប្អូនបាទខ្យល់អាកាសហើយនឹងអ្នកស្នងមរតកបាទអ្នកទទួលមរតកណាបងប្អូនបាទអញ្ចឹងយើងអានតែមិនទៅ air អូខេ air ចឹង air កន្លែងនេះប្រែថាខ្យល់អាកាសឬក៏ air អ្នកស្នងមរតកវាខុសគ្នាត្រង់មិនយើងសង្កេតមើលណាហើយចុះអក្សរ h នេះមិនក៏មកអានតែ hair ទាំងមកអានឹងវាជា silent letter នេះងាប់រស់នៅលើអានេះអត់ទៀងទេបងប្អូនណាអានេះ air អានេះក៏ air ដែរលោកគ្រូអក្សរ h មិនអាន hair ទេកុំតាន់អាលថាមិនយ៉ាងម៉េចសំខាន់បងប្អូនរៀន IPA នេះដូចខ្ញុំជម្រាបអញ្ចឹងថាសម្រាប់អ្នករៀនភាសាអង់គ្លេសណាបងប្អូនណាមិនថាយើងទៅតែរៀនឬក៏ចេះបានច្រើនប៉ុណ្ណាហើយទេអារឿងក្បួនបញ្ចេញសលេងនេះគឺត្រូវតែឆែករៀនចេះហើយឆែកខ្លួនឯងទៅមិនបាច់បកែកគ្នាទេទោះបីជាយើងអានសំលេងមិនដូចបរទេស 100% ក៏វាជួយយើងបានច្រើនដែរណាខ្ញុំនិយាយតែអញ្ចឹង air ទៅឆែកវចនានុក្រមខ្លួនឯងក៏បានដែរអានេះណាបាទឧទាហរណ៍ I went outside to get some fresh air I went outside ចឹងពាក្យថា went outside វាស្មើពាក្យថា go outside ប៉ុន្តែវាជាអតីតកាលដោយកន្លងហួសទៅហើយយើងប្រាប់នរណាម្នាក់ថាកាលពីយប់មិញ I went outside ខ្ញុំបានចេញទៅក្រៅ to get some fresh air get some fresh air ប្រែថាខ្យល់ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធគេថា fresh air ជាពិសេសនៅមាត់សមុទ្របងណោះអូនៅមាត់សមុទ្រហ្នឹងអស់ចាណាប៉ុន្តែជាស្ថានទៅខ្ញុំមិនដែលបានទៅទេបងប្អូនអូបាទសឹកមកហ្នឹងខំតែធ្វើតកាហ្នឹងឥឡូវហ្នឹងមិនតបានទៅទេថ្ងៃណាមួយនឹងបានទៅ I went outside to get some fresh air ខ្ញុំទៅក្រៅដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ Sitting here អង្គុយនៅទីនេះ I feel just like floating in the air ជាការយើងអង្គុយកន្លែងណាមួយណាឧទាហរណ៍ថាអង្គុយនៅលើកពូលភ្នំមើលសភៅខ្យល់បរិយាកាសបក់មករវិចអមជាមួយនឹងសំឡេងចាប់យំល្វើយ Sitting here អង្គុយនៅទីនេះ I feel just like គេថាខ្ញុំមានអារម្មណ៍ហាក់ដូចជា floating in the air ខ្ញុំមានអារម្មណ៍ថាដូចជាការដែលអណ្ដែតនៅលើឯដរអាកាសអញ្ចឹងណាអញ្ចឹង sitting here I feel just like floating in the air floating នៅអណ្ដែតបងប្អូន float បាទមកមើលមួយទៀតសិទ្ធិម្នាក់នេះមិនមានអ្នកស្នងមរតកអីទេបាទបានន័យថាមាន
ទ្រព្យសម្បត្តិច្រើនប៉ុន្តែរកកូនមួយមកគ្រាប់គ្មានទុកស្នងមរតកអញ្ចឹងទ្រព្យសម្បត្តិគាត់មិនដាក់ចូលកម្មាកព្រាទាំងអស់យើងអាចនិយាយថា this millionaire has no heir to get his money okay his asset ចឹង this millionaire ថាលោកសេដ្ឋីម្នាក់នេះគឺមិនមានអ្នកស្នងមរតកទេណាអាហ្នឹងអ្នកស្នងមរតកអត់មានសោះអូខេបាទមកមួយទៀតគេថាម៉េចទៅ Who is the heir to the throne of Thailand អញ្ចឹង heir កន្លែងនេះគឺជានាមយើងប្រែថាអ្នកស្នងមរតកការស្នងរាជណាបងប្អូនបាទរាជបល្ល័ង្កអញ្ចឹងគេសួរថា Who is the heir to the throne of Thailand អញ្ចឹង throne កន្លែងនេះបងប្អូនយើងប្រែថាបល្ល័ង្កណាបល្ល័ង្កហ្នឹងគឺសំដៅដល់ការគ្រងរាជហ្នឹងហើយអញ្ចឹង Who is the heir to the throne of Thailand បែរថាតើនរណាជាអ្នកស្នងមរតកឡើងសោយរាជនៅរាជបល្ល័ង្កនៃបរិជាប្រទេសថៃដែលយើងអាចភាសាការបច្ចេកទេសគេហៅថារាជទាយាទណាជាទាយាទរាជបល្ល័ង្កណាអញ្ចឹង Who is the heir to the throne តើនរណាជាទាយាទនៃបល្ល័ង្កបែរថាក្រោយឡើងគ្រងរាជនៃប្រទេសថៃបាទគឺប្របាទរៀនមេទី10អូខេ Hi បាទ Hi នេះយើងប្រែថា Hello សួស្តីមែនទេ Hi everybody រីឯ Hi មួយនេះទៀតស្អីអញ្ចឹងយើងអានថា Hi ដូចគ្នាអា Hi នេះក៏ Hi បែបនិយាយគេហៅថាប្រស្រ័យតើតងគ្នាក៏ Hi Hi មួយទៀតប្រែថាខ្ពស់ HIGH ហ្នឹងក៏អានថា Hi ដែរណាអាហ្នឹងវាគួរទៅរៀនដែរគួរទៅចេះមែនទេបងប្អូនបាទឧទាហរណ៍ Hi how is it going Hi how is it going គឺជាពាក្យមួយយើងសួរថា How are you ចាំថ្ងៃណាមួយខ្ញុំធ្វើពាក្យតកតូននឹងការសួរសុខទុក្ខ How is it going បើថាតើជីវិតរបស់អ្នកយ៉ាងណាយ៉ាងណីហើយសុខសប្បាយទេជីវិតនេះ Hi how is it going How is it going យើងសួរជាមួយមិត្តភក្តិយើងសួរជាមួយនឹងក្រុមការងារយើងក៏បានដែរអូខេបាទ She say hi to everyone every morning នេះបងអូននេះឲ្យទៅកន្លែងធ្វើការជួបនរណា hi ជាមួយនឹងរៀងរាល់ព្រឹកបើគាត់រស់រីកបាទអញ្ចឹងយើងអាចនិយាយថា She say hi to everyone every morning គាត់និយាយពាក្យថា hello សួស្តីទៅកាន់មនុស្សរាល់គ្នារៀបពេលព្រឹកព្រលឹមឲ្យធ្វើការគេហៅថា hi រហូតហ្នឹងអូខេរីឯ hi កន្លែងនេះយើងប្រែថាខ្ពស់អញ្ចឹង I want a high paid job high paid job ប្រែថាការងារដែលមានប្រាក់ខែខ្ពស់យើង high paid job គឺជា phrase មួយជា noun phrase មួយការងារដែលបានប្រាក់ខែខ្ពស់ណាតែមិនមែនការងារឡើងថ្នោតទេណាឡើងថ្នោតប្រាក់ខែខ្ពស់កុំលេងសើចបងប្អូនល្ងាចឡើងព្រឹកដាក់ចុះលក់មកលុយរាប់ម៉ឺនបងប្អូនណាឲ្យតែគាត់មានថ្នោតច្រើនអាហ្នឹង high paid job អូខេI want a high paid job ខ្ញុំចង់បានការងារដែលមានប្រាក់ខែខ្ពស់ការងារណាដែលមានប្រាក់ខែខ្ពស់ so I want a high paid job high paid job ការងារដែលមានប្រាក់ខែខ្ពស់អូខេបាទមកមួយទៀត Don't live a life of high profile but low profit អូខេបងប្អូនបាទអូខេអញ្ចឹងhigh profile បងប្អូនបាទhigh profile បានថាជីវិតបែបលោឆាយណាអញ្ចឹងខ្ញុំសូមប្រែមួយអានេះអានថា profit don't live a life ពាក្យថា live a life បែបថារស់នៅក្នុងជីវិតណាប្រើជីវិតបែប high profile យើងប្រែថាបានន័យថា profile កន្លែងនេះប្រែថាកិត្តិនាមឬគេឈ្មោះមុខមាត់ដូចមើលមកដូច profile ន័យថាដាក់មើលមកឃើញមុខឃើញស្អីឃើញតំណងការរស់នៅជីវិតឡានលុយឡានអីវាហាយវាខ្ពស់ឡានក៏ទំនើបខោអាវក៏ស្អាតតណាមកណានឹងហឺហាគេអាហ្នឹងគេថា high profile don't live a life កុំរស់នៅក្នុងជីវិតបែបលុយឆាយ but low profit ក៏ប៉ុន្តែរបាយហូបបានភាសាខ្មែរអញ្ចឹងគេថារស់នៅក្នុងជីវិតលយឆាយក៏ប៉ុន្តែរកបាយហូបបាន
don't live a life of high profile but low profit ពាក្យថា low profit ប្រែថាប្រាក់ចំណូលអាប្រាក់ចំណេញប្រាក់ចំណូលនឹងវាទាប low profit បានចំណេញតិចក៏ប៉ុន្តែកុំមើលអូយនិយាយពីជីវិតបាទនឹងដល់ណាដែរបាទអានេះគឺជាពាក្យមួយដែលដាស់តឿនយើងថា don't live a life of high profile កុំរស់នៅក្នុងជីវិតដែលវាលយឆាយខណៈពេលដែល low profit តែខ្លួនឯងហ្នឹងវាអត់មានអីសោះហ្មងរោគតាចំណូលឲ្យតបានមករស់សឹងបានក៏ប៉ុន្តែព្យាយាមសំដែងធ្វើដូច high profile អាហ្នឹងគឺជាពាក្យមួយដែលវាចឹងមែនអូខេបាទមកពាក្យមួយទៀត but ប្រែថាក្រៅពីប្រែថាប៉ុន្តែរីឯ but មួយទៀតប្រែថាអានេះបងប្អូនបាទនេះបាទអញ្ចឹងយើងឧទាហរណ៍យើងអានថា but ដូចគ្នា but ប៉ុន្តែ but ក្រៅពី but ផ្លែប៉េះបាទអូខេបាទឧទាហរណ៍ខ្ញុំចង់បានទូរស័ព្ទនេះប៉ុន្តែខ្ញុំអត់លុយទេណា I want this phone ខ្ញុំចង់បានទូរស័ព្ទនេះ but I have no money ខ្ញុំចង់បានទូរស័ព្ទហ្នឹងប៉ុន្តែអត់លុយណា I want this phone but I have no money អូខេបាទ have no money no លុយ you can't say anything but the truth បាទគឺចង់និយាយថាអ្នកឯងមិនអាចនិយាយអីបានទាំងអស់ក្រៅតែពីពាក្យពិតបាទន័យថាកុំនិយាយអីក្រៅតែពីរឿងពិតត្រូវតែនិយាយរឿងពិតណា you can't say anything អត់អាចនិយាយអីបានក្រៅតែពាក្យពិតទេនិយាយពាក្យពិតមកអូខេបាទមួយទៀត get your butt out of here នេះគឺជាការបដិញបងប្អូនដូចយើងខឹងខ្លាំងពេកទេបងប្អូនបាទខឹងខ្លាំងពេកដូចជាប្រមាណមុននោះគឺប៉ែកស្អីតាប្រេងឆាណាស្អីអីវត្តមិនណាវត្តអីគេនោះតាប្រេងឆានោះយើងខឹងមែនទេយើងខឹងតាប្រេងឆានឹងខ្លាំងយើងនិយាយពាក្យមួយថា get your butt out of here ណា get your butt out of here មកពីដើមពោណាទៅដើមពោនឹងវិញទៅបាទក្រមែនក៏ប៉ុន្តែក្រមានកិត្តិយសមែនទេ get your butt out of here ចេះឆ្ងាយអានឹងគឺជាពាក្យបណ្ដេញណាពាក្យយើងបណ្ដេញ get your butt out of here ចេញឲ្យឆ្ងាយអូខេដែលភាសាសាមញ្ញគេហៅថាម៉េចគេច្រើននិយាយថាមកពីដើមពោណាទៅដើមពោនឹងវិញទៅណាបើសិនជាមកស្រុកខ្ញុំមកផ្ទះខ្ញុំហើយអ្នកឯងមិនឲ្យតម្លៃណានិយាយពីខុសនេះខុសនោះអន់នេះអន់នោះអញ្ចឹងទៅចោះទៅរកអាកន្លែងភាសារបស់អ្នកឯងទៅវិញទៅ get your butt out of here ចេញឲ្យឆ្ងាយមកពីដើមពោណាទៅដើមពោនឹងវិញទៅអូខេបាទ my mom hit my butt often when I was young អានេះយើងចង់និយាយពីរឿងអតីតកាលណានេះឡើងកំហំកាប៉េះគូតអស់ហើយបងប្អូនបាទអូខេវាយណាវាយតែកាប៉េះគូតបាទ my mom ម៉ាក់របស់ខ្ញុំ hit my butt វាយកាប៉េះគូតខ្ញុំញឹកញាប់ when I was young កាលខ្ញុំវាក្មេងអូយបាទជាប់អស់ហើយគូតបងបងអូខេមកពាក្យបន្តទៀតគឺពាក្យថា bear នេះបងប្អូនបាទអានេះ bear អានេះ bear យើងអានថា bear ទទេឬក៏ខ្លាឃ្មុំ bear ទទេ bear ប្រែថាខ្លាឃ្មុំ spell អញ្ចឹងបងប្អូនមើលឲ្យណាបាទអូខេឧទាហរណ៍ don't walk barefoot អញ្ចឹងពាក្យថា barefoot ប្រែថាជើងទទេដែលយើងរៀនពីដើមមកហើយណាបាទ don't walk barefoot កុំដើរជើងទទេអូខេ barefoot ជើងទទេ the walls looked bare can we put something up អញ្ចឹង the walls យើងប្រើជញ្ជាំងប្រមាណទិសហ្នឹង look bare ប្រែថាមើលទៅវាទទេដូចថានៅក្នុងផ្ទះយើងអញ្ចឹងផ្ទះហ្នឹងវាស្រឡះលវឹងលហលហេវលហិតលហៃលហិលហៈវារោគធូបផ្ការោរូបអីអត់មានស្អាតអីសោះហ្មងតើទេបងយើងអាចនិយាយថា the walls look bare អូយមើលទៅអញ្ចឹងទៅទេស្អាតហ្មងបាទ can we put something up យើងអាចដាក់តឡើងអីបានទេដូចជាអីគេដូចជា frame flower អីចឹងរូបថត picture អីហ្មង put something up ហ្នឹងបើថាតឡើងឬក៏ដាក់អីមួយអញ្ចឹងបងប្អូនបាទដូចជារូបថតផ្កាអីចឹងទៅអូខេអញ្ចឹង bar មួយទៀតគឺ bar ខ្លាឃ្មុំ
This bear looks lovely ដែលមើលទៅខ្លាឃ្មុំនេះមើលទៅសង្ហាណាស្អាតណាគួរឲ្យស្រឡាញ់ណាញ៉ា this អញ្ចឹង bear B A R E ទៅទេរីឯ B E A R ប្រែថាខ្លាឃ្មុំតែមិនមែន panda ណាប្រភេទនេះបាទhe was not afraid of that bear អញ្ចឹងកាលពីអាទិត្យមុនកូនរបស់ខ្ញុំដើរទៅឧទាហរណ៍ណាមិនកូនខ្ញុំមែនទេឧទាហរណ៍កាលអាទិត្យមុនកូនខ្ញុំទៅសួនណា he was not afraid of that bear គឺគាត់ឃើញខ្លាឃ្មុំដែរប៉ុន្តែ he was not afraid of that bear គាត់អត់បានខ្លាចខ្លាឃ្មុំទេយើងអាចបង្កើតជាប្រយោគនិយាយយើងអាចនិយាយថា I am not afraid of bear ខ្ញុំអត់ខ្លាចខ្លាឃ្មុំបាទអានតើបងប្អូននេះយើងអានថា right ចឹង right សរសេរតែងនិពន្ធរីឯ right មួយទៀតប្រែថាត្រឹមត្រូវឬក៏សិទ្ធរីឯ right មួយទៀតពិធីកម្ម RITE ណាសរសេរខុសគ្នាពិធីកម្មនេះបានសំដៅដល់ការរៀបចំពិធីដូចយើងមានកម្មវិធីនេះកម្មវិធីនោះជាពិសេសបែបសាសនាអញ្ចឹងណាបងប្អូនគេ right ឧទាហរណ៍ She writes a letter to her mother every month នាងសរសេរសម្បត្តិទៅកាន់ម្ដាយនាងរៀងរាល់ខែបងប្អូននាពេលបច្ចុប្បន្នបន្ទុកជាមាន Facebook YouTube ឬក៏សម័យទំនើបក៏ដោយនៅប្រទេសអាមេរិកបងប្អូនមិត្តភក្តិខ្ញុំគាត់តាក់ទងម្ដាយឪពុកគាត់សរសេរសម្បត្តិទៅគាត់នៅឆ្ងាយអីគាត់អត់ឡាញអីទៅទេអត់ឆាតអត់ email អីទេសរសេរសម្បត្តិហ្មងបងប្អូននៅមានបងប្អូនហើយអាសម័យពីដើមនោះសរសេរសម្បត្តិរកគ្នាអាមិនតាន់មាននេះនោះបងប្អូនបាទ She writes a letter to her mother នាងសរសេរសម្បត្តិទៅកាន់ម្ដាយនាង every month រៀងរាល់មួយខែម្ដង Can you write a poem for me please ណា Can you write a poem ពេលតែនេះអានតែ poem Can you write a poem for me please តើអ្នកតែងកំណាព្យឲ្យខ្ញុំបានមួយឃ្លាពីរឃ្លាបានទេចាបាទណាអូខេអីគេថាម៉េចអីគេនៅលើមេឃមានកុកនៅលើកុកមានមេឃអង្គុយសុកលើកុកមានមេឃបាទរលកបោកច្រាំងច្រាំទប់រលកទប់ទៅទប់មករលកបោកច្រាំងពិតជាគ្មានន័យមែន He is writing a text about relationship He is writing វាតែកំពុងសរសេរ a text អំពីសរសេរអត្ថបទ He is writing a text គាត់សរសេរអត្ថបទមួយ about ស្ដីអំពី relationship ទំនាក់ទំនងអញ្ចឹង He is writing a text គាត់សរសេរអត្ថបទស្ដីអំពី relationship ទំនាក់ទំនងអូខេបាទ relationship អាហ្នឹង right សរសេររីឯ right មួយទៀតយើងប្រែថាត្រឹមត្រូវឬក៏សិទ្ធណា It's not right to cheat people on purpose ពាក្យថា on purpose ប្រែថាបំណងអញ្ចឹងពាក្យថា on purpose ប្រែថាដោយចេតនាដោយការតាំងចិត្ត It's not right វាអត់ត្រឹមត្រូវទេ to cheat people នៅក្នុងការដែលបោកប្រាស់គេហ្នឹង on purpose ដោយចេតនា you know It's not right to bully somebody on purpose វាអត់ត្រឹមត្រូវដែលយើងគេហៅថាចំអន់គេនឹងដោយចេតនាអូខេបាទ Is it right to go out late in your country វា right កន្លែងនេះប្រែថាល្អឬក៏ត្រូវយើងអាចប្រែថាល្អក៏បានដែរ Is it right to go out late in your country តើវាល្អទេវាត្រឹមត្រូវទេ go out late ទៅដើរទៅយប់ជ្រៅណាយប់ម៉ោង1ម៉ោង2យប់ in your country ដូចប្រទេសខ្លះដូចនៅតំបន់ស្រុកខ្មែរយើងមានណាឥឡូវបាទនៅតំបន់ខ្លះពេលថ្ងៃរៀងស្ងាត់តែយប់ឡើងនោះមនុស្សមនីអត់អីទេតែបើកន្លែងតំបន់ប្រទេសខ្លះគេអត់ឲ្យដើរយប់ទេណាបងប្អូនអញ្ចឹង is it right to go out late តើវាអត់អីទេទៅខាងក្រៅយប់ជ្រៅ in your country ក្នុងប្រទេសរបស់អ្នកមានគេហាមបំរាមអកោចរអីទេបាទ We have no right អញ្ចឹង right កន្លែងនេះប្រែថាសិទ្ធវិញអញ្ចឹងគាត់ថា right វាប្រែត្រូវប្រែថាល្អណាប្រែថាសិទ្ធ right មួយម៉ាត់ចាំទៅមុខទៀតខ្ញុំបំបែកទៅអស់អានេះខ្ញុំគាត់តែមើលការសរសេរទេ We have no right
to criticize someone else យើងគ្មានសិទ្ធិទៅរិះគន់នរណាម្នាក់នោះទេតាមពិតសិទ្ធិរិះគន់ដើម្បីស្ថាបនាយើងនិយាយណែនាំបានតែសិទ្ធិរិះគន់ជេរបន្តិចគេនឹងអត់បានទេខុសច្បាប់ so we have no rights to criticize someone else នេះខ្ញុំគាត់ដាក់ទៅណាបងប្អូនបាទយើងមានសិទ្ធិតិទៀនក៏មានទៅក៏ប៉ុន្តែប្រយ័ត្នប្រយែង rewrite មួយនេះ RITE ដែលយើងប្រែថាពិធីកម្មដែលយើងធ្វើពិធីណាបាទ what right is that it's really interesting ឥឡូវឧទាហរណ៍ថាពិធីកម្មមួយកាលពីពិធីកម្មអុំទូកមានបច្ចុប្បន្នអារៈអ្នកតាវាយស្គរ play plot ថ្វាយអ្នកតាហ្នឹងក៏យើងអាចប្រើពាក្យ right ពិធីហ្នឹងដែរ okay what right is that it's really interesting hey ពិធីកម្មអីគេហ្នឹងក៏ចាប់អារម្មណ៍ហើយមានអ្នកវាយស្គរមានអ្នករាំមានអ្នកលេងភ្លេងអីចឹងបងអាហ្នឹង right ដែរ okay បាទ rewrite មួយនេះក៏អាចប្រើ marriage right នៅពិធីកម្មអាពាហ៍ពិពាហ៍វាមានបុកលាក់មានកាត់សក់មានស្អីស្អីចឹងបងប្អូនបាទ okay it's Khmer traditional marriage right okay ចឹង marriage right នេះគេថាពិធីអាពាហ៍ពិពាហ៍ okay it's Khmer traditional marriage right តែថាវាគឺជាពិធីការអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរហ្នឹងឯងបាទចឹង right ដែរមកពាក្យមួយទៀតបងប្អូនបាទពាក្យនេះជាស្រ័យបងប្អូនខ្ញុំសូមត្រឡប់ទៅក្រោយបន្តិចបាទពាក្យនេះ break បំបែកឬក៏សម្រាករីឯ break មួយទៀត BREK អានេះ BRAKE ជន់ហ្វ្រាំងឬក៏ហ្វ្រាំងកង់បងប្អូនបាទអូខេបាទឧទាហរណ៍គេថាម៉េចទៅ I want to break a record like Ronaldo អញ្ចឹងវាថា break កន្លែងនេះប្រែថាបំបែកតែបំបែក break a record យើងថាបំបែកកំណត់ត្រាដោយ Ronaldo dream របស់គាត់ចង់បំបែកកំណត់ត្រាសុទ្ធគ្រាប់បាល់ឲ្យបាន 1000 គ្រាប់នៅក្នុងអាជីពរបស់គាត់ឥឡូវដូចបាន 900 ជាង I want to break a record like Ronaldo ខ្ញុំចង់បំបែកកំណត់ត្រាដោយ Ronaldo ដែរបាទគាត់បំបែកកំណត់ត្រាច្រើនណាស់នៅលើមនុស្សជាតិស្ដេចបាល់ទាត់ We should have a 10-minute break now រីឯ break កន្លែងនេះយើងមិនមែនប្រែថាបំបែកទេប្រែថាសម្រាកវិញអូខេប្រែសម្រាកវិញ break កន្លែងនេះ We should have a 10-minute break now យើងគួរតែសម្រាក10នាទីយើងអាចនិយាយថា Okay right now we have 20-minute break យើងមានពេលសម្រាប់20នាទីអញ្ចឹង break កន្លែងនេះប្រែសម្រាកអូខេ It's time to break ដល់ម៉ោងសម្រាកហើយបាទ We should have a 10-minute break យើងគួរតែសម្រាកឲ្យបាន10នាទីរីឯ break នេះវិញបងប្អូន break កន្លែងនេះ frank so break the break slowly don't rush break ជា verb break ជានាមក៏បានដែរអញ្ចឹង break ជា verb ប្រែតែជន់ frank ណាយើងប្រែយើងមក break slowly ជន់ frank យឺត don't rush កុំប្រញាប់ rush don't rush កុំប្រញាប់ពេកបាទ The brake of my car does not work well បាទអងប្រយ័ត្នប្រយែងមែនតែរឿងឡាននេះបងប្អូនអូយបាទbrake របស់ខ្ញុំណា brake of my car តែ frank ឡានរបស់ខ្ញុំ does not work well វាដំណើរការមិនស្រួលទេលោកអូយមិនដឹងស្អីយូស្អីទេបាទអញ្ចឹងណាបាទមកមួយទៀតបងប្អូនយើងអានថា through THREW យើងប្រែថាបោះឬក៏កវែងរីឯ through THROUGH នេះយើងប្រែថាកាត់តាមឬក៏តាមរយៈអីមួយណាបងប្អូនតាមរយៈអីមួយអូខេឥឡូវយើងមើលឧទាហរណ៍បាទគេថាម៉េចទៅ They threw rubbish everywhere by the road ពេលថា by the road នៅតាមផ្លូវអូខេក្បែរផ្លូវណា They threw rubbish ពួកគេនឹងកវែងកវីកវត្តបោះ rubbish ហ្នឹងគេហៅថាសម្រាម everywhere រាល់គ្រប់ទីកន្លែងទៅណាស៊ីទៅណាចោលទៅហ្នឹងក្បែរផ្លូវហ្នឹងអញ្ចឹងណា They threw rubbish everywhere by the road បាទស៊ីហើយគេចោលទៅវា She threw the cake away as she saw her dad កំពុង happy birthday ខានឃើញ
ប៉ាគឺរំភើបគេឃើញប៉ាមកគឺវែងនំចោលហ្មងអញ្ចឹងណាអញ្ចឹង she threw the cake away នាងបានបោះនំ cake ចោលខណៈពេលដែល she saw her dad ខណៈពេលដែលនាងបានឃើញប៉ារបស់នាងដោយសារតែរំភើបពេកអញ្ចឹង threw នឹងក៏វែងអញ្ចឹងបងប្អូនបោះចោលឬក៏វែង through អូខេបងប្អូនបាទមកមួយទៀត through through បាទតាមរយៈ Do you see a cat running through the window ពាក្យថា through the window យើងប្រែថាតាមបង្អួច Do you see a cat running through the window ណែឯងមានឃើញឆ្មារត់តាមបង្អួចទេអូខេបងប្អូនបាទឃើញទេមកមួយទៀត I have been through many bittersweet memories ពាក្យថា I have been through នេះប្រែថាខ្ញុំបានឆ្លងកាត់ណា many bittersweet memories memory ប្រែថាអនុស្សាវរីយ៍ bittersweet ប្រែថាល្វីងជូរចត់ផ្អែមល្វីងជូរចត់គេថា bittersweet អូខេ bittersweet អញ្ចឹង I have been through many bittersweet memories ខ្ញុំបានឆ្លងកាត់តាមរយៈអនុស្សាវរីយ៍ដ៏ល្វីងជូរចត់ប្រៃផ្អែមជាច្រើនអូខេសបាយបងកើតទុកផងមានសង្សារបែកមានអូយជីវិតនេះអញឯងមែនបាទអូខេមកមួយទៀតគេថាម៉េច mail M E A L mail ចឹង M E A L mail នេះប្រែថាភេទប្រុសឬក៏ឈ្មោលរីឯ mail នេះគឺសម្បត្តិឬក៏ផ្ញើសម្បត្តិបើសិនជា verb ណា M A I L នេះ mail អូខេឧទាហរណ៍ Is this dog male or female នេះតើសុនក់មួយក្បាលនេះញីក៏ឈ្មោលណាបងញីក៏ឈ្មោលណា male or female អូខេឆ្កែឈ្មោលឆ្កែញីអូខេ male female ញី Success is available for both male and female ណាពាក្យថាជោគជ័យនេះ is available គឺវាមាន available នោះហៅថាសម្រាប់វាអាច available ណាគឺវាអាចកើតឡើងឬក៏វាអាចទៅរួចណាអញ្ចឹងយើងប្រែថា success is available ជោគជ័យហ្នឹងគឺវាអាចទៅរួចវាមានណាវាអាចទៅរួច for សម្រាប់ both ទាំងពីរទាំងបរិសទាំងស្ត្រី both male and female ណា male បរិស female ស្ត្រីអញ្ចឹង success is available for both male and female អាពាក្យតែជោគជ័យឬក៏ធ្វើអីសម្រាប់ហ្នឹងណាបងប្អូនគឺវាមានសម្រាប់ទាំងស្ត្រីទាំងបរិសអត់មានជោគជ័យណាសម្រាប់តែបរិសអត់ស្ត្រីមានស្ត្រីអត់បរិសទេអញ្ចឹងបងប្អូនបាទមកមួយទៀត they send as a mail every month ណាពួកគេហ្នឹងផ្ញើ email មកកាន់ពួកយើងរាល់ខែនេះអត់ពិបាកទេបងប្អូនអានច្រើននេះស្រួលរីឯកិរិយាសព្ទក៏ដូចគ្នាយើងអាចនិយាយថា she mailed ed ជា verb ជាអតីតកាលណាShe mailed her mother twice last month កាលពីសប្តាហ៍ខែមុនណា She mailed នាងបានផ្ញើ email her month ហៅថា her mother នាងបានផ្ញើ email ទៅកាន់ម្ដាយរបស់នាង twice ពីរដង last month កាលពីខែមុនអញ្ចឹងកាលពីខែមុននាងបាន email ទៅម្ដាយរបស់នាងពីរដងរីឯពាក្យនេះវិញបងប្អូនពាក្យនេះអានថា board ប្រតិធុញទ្រាន់ណា board ធុញទ្រាន់រីឯ board មួយទៀតប្រតិក្តារឬក៏ក្តារខៀនដែលយើងសរសេរណាបងប្អូនបាទ board ដូចគ្នាខុសគ្នាសរសេរតែអានដូចគ្នាឧទាហរណ៍ I am bored to death now ធុញស្ទើរតែស្លាប់ទៅហើយលោកអើយលោកណា I am bored to death ធុញតើណាមកណាគេហៅទៅប្រុសស្អាតធុញណា I am bored to death ធុញចង្អប់ហើយបាទធុញស្ទើរស្លាប់អីចឹងណាបងប្អូនបាទអូខេ I had to stay until the end though I was bored ឥឡូវនោះខ្ញុំធុញមែនទេប៉ុន្តែខ្ញុំต้องស៊ូឲ្យដល់ទីបំផុតកាលហ្នឹងកាលពីកាលហ្នឹងខ្ញុំធ្វើការជាមួយគេអញ្ចឹងខ្ញុំត្រូវបញ្ចប់រយៈពេល2ខែចឹងធុញមែនទេណា2ខែហ្នឹងធុញតែទៅពេលណាក៏ត្រូវតែទ្រាំរហូតដល់ទីបំផុតអញ្ចឹង I had to stay ខ្ញុំត្រូវស្នាក់នៅណា until the end រហូតដល់ចប់
though I was bored បើទុកជាខ្ញុំធុញក៏ដោយតែខ្ញុំនៅរហូតដល់ដាច់ខែដែរចឹងនិយាយចឹងណាបងបាទ write words you learn today on the board នេះ on the board នេះនៅលើក្តារខៀនហ្នឹងអញ្ចឹង write words you learned ចូលសរសេរក្តារខៀនដែលឯងបានរៀនហើយថ្ងៃនេះរៀនបានពាក្យហើយហ្នឹង on the board នៅលើក្តារខៀនសេមកពាក្យអីខ្លះមកឡើងសេមកមុនបានពាក្យមិញច្រើនអូអូខេ Today we use whiteboard more Today នេះប្រសពថ្ងៃនេះយើងប្រើក្តារខៀនពណ៌សនឹងច្រើនជាងបងប្អូនយើងប្រើក្តារខៀនពណ៌សពណ៌សបងប្អូនជាងអាក្តារដីសគេថា whiteboard បងប្អូនបាទអូខេមកពាក្យមួយទៀត plain ទៅទេ plain លៀតបើកៅអៅកៅអៅពណ៌សុទ្ធអញ្ចឹងបងប្អូនអាហ្នឹងគេថា plain រីឯ plain PLANE នេះប្រែយន្តហោះនេះសេអញ្ចឹងសេដូចគ្នាអញ្ចឹងសេខុសគ្នាតែអានដូចគ្នាយើងអានតែ plain plain មួយលៀតអាសាច់លៀតសាច់កណាត់លៀតណាបងប្អូនបាទមួយទៀតប្រែថាយន្តហោះអូខេបាទឧទាហរណ៍ Do you prefer plain or striped shirt អញ្ចឹង shirts នេះអាវយឺតអញ្ចឹងអានេះទៅជា stripe ហើយបងប្អូននេះអាវនេះអាវកន្លាកង់មានលីពណ៌លីអីហ្នឹងអាហ្នឹងគេហៅថា striped រីឯខោអាវទាំងឡាយណាដែលពណ៌លាតសុទ្ធអញ្ចឹងគេហៅថា plain អូខេអញ្ចឹង Do you prefer plain or striped shirt តើអ្នកចង់បាន prefer នោះត្រូវការចង់បានអាខោអាវយឺតពណ៌គេហៅថាកង់ណាក៏ពណ៌កង់លីពណ៌ឆ្នោតឬក៏ត្រូវការសាច់កណាត់លាតណាបាទចង់បានអាពណ៌កង់ឬក៏ពណ៌លាតអញ្ចឹងបងប្អូនបាទ I would like to have the plain one បានន័យថានេះពណ៌លាតសុទ្ធអញ្ចឹងខ្មៅសុទ្ធសសុទ្ធអាហ្នឹងគេថា plain អូខេ I would like to have the plain one អញ្ចឹងខ្ញុំសូមអាសាច់ពណ៌លាតចុះបាទសូមពណ៌លាតអត់ចូលចិត្តពណ៌កាឡាច្រើននេះបាទ Have you ever been on a plane នេះ plane នេះ plane យន្តហោះ Have you ever been on a plane បើថាធ្លាប់ជិះយន្តហោះអត់បាទបងធ្លាប់ Have you been on a plane Have you ever been on a plane ធ្លាប់ជិះយន្តហោះហ៎ I dreamed about taking a plane last night I dreamed about អូយខ្ញុំបានយប់មិញខ្ញុំបានយល់សប្តិថាបានជិះយន្តហោះបងប្អូន take the plane ណាបងប្អូន take a plane ក៏បានដែរអូខេI dreamed about taking a plane last night យប់មិញដេកសពបានជិះយន្តហោះក្រោកឡើងចង់ឲ្យទឹកភ្នែកតែបើឃើញមកញាក់អញ្ចឹង ba ទៅទេ ba នឹងខ្លាឃ្មុំរីពាក្យមួយទៀត b អានេះ b ដែរណាបងប្អូនណាអញ្ចឹងយើងអានថា b be អានឹង b double e បងប្អូនយើងមួយប្រែថាគឺជានៅមាន be verb to be am is are នោះអានេះ be is in វារីឯ b double b នេះគឺ b សំដៅដល់ខ្លាឃ្មុំសំដៅ sorry ឃ្មុំបងប្អូនបាទឧទាហរណ៍ You must be punctual បាទ be punctual អញ្ចឹងបងប្អូនខ្ញុំសូមបញ្យល់ចូល grammar បន្តិចបន្ទាប់ពី must នេះកាលណាបើប្រើជាមួយនឹង verb to be ដែលយើងនិយាយថា am is are ណាបន្ទាប់ពី must verb to be របស់វាត្រូវតែជាទម្រង់ be នេះមិន you must are punctual មិន I must am punctual ទេឧទាហរណ៍និយាយថាខ្ញុំនេះអានថា punctual ខ្ញុំត្រូវតែទៀងពេលគោរពពេលវេលាណាយើងមិនអាចនិយាយថា I must am punctual you must are punctual she must is punctual បានទេគឺបន្ទាប់ពី must verb to be ជានិច្ចអូខេបាទទោះបីជាប្រធានស្អីក៏ដោយណា are you we they he she it ក៏ដោយ must គឺត្រូវតែប្រើជាមួយ be អូខេបាទខ្លីៗប៉ុណ្ណឹងសង្ឃឹមថាយល់ Being alone is not always lonely ចាំខ្ញុំបញ្យល់ grammar ពេលក្រោយអា being alone នេះបាទអញ្ចឹងកិរិយាសព្ទអាចបង្កើតទៅជាប្រធានបានណា alone វាជា adjective អញ្ចឹងយើងចង់ដាក់ be alone បានទៅគឺ being alone ការរស់នៅតែម្នាក់ឯង is not always lonely
បាទ lonely យើងប្រែថាឯកាណា being alone is not always lonely ណែគេនៅតែម្នាក់ឯងវាមិនមែនបានន័យថាគេហ្នឹងឯកាតែរហូតទេណាពេលខ្លះគេចង់នៅម្នាក់ឯង Okay being alone is not always lonely ក៏ប៉ុន្តែពេលខ្លះវា lonely មែន អត់បញ្ហាមិញ B verb to be am is are ឥឡូវយើងមកមើល B នេះ Are you afraid of B ខ្លាចខ្មុំហ៎តើអ្នកខ្លាចខ្មុំហ៎ខ្ញុំខ្លាចដែរបងខ្មុំតែខ្ញុំខ្លាចអាម៉ាល់ជាង Okay Are you afraid of bee ខ្លាចខ្មុំហ៎បាទ Bees are mothers of honey អានេះគេចង់ឧទាហរណ៍ទេណា Bees ណាសត្វខ្មុំហ្នឹងគឺជាមាតានៃ honey នៃទឹកខ្មុំបងប្អូនខ្មុំខ្ញុំមានខ្មុំឈ្មោលទេបងប្អូនចាប់ដើមឆ្ងល់ខ្ញុំអត់ដឹងមែនទេមានខ្មុំឈ្មោលទេYes Bees are mothers of honey ខ្មុំគឺជាអ្នកផលិតទឹកខ្មុំបើយើងប្រើធម្មតាសត្វខ្មុំគឺជា honey ទឹកខ្មុំណាជាមាតានៃទឹកខ្មុំមកពាក្យមួយទៀតម៉ោងហើយនឹងពាក្យមួយទៀតរបស់យើងដែលពាក្យពីរនេះយើងអានដូចគ្នា hour ប្រែថាម៉ោងរីឯ hour របស់ពួកយើងអញ្ចឹងម៉ោងយើងអានថា hour របស់ពួកយើងក៏អានថា hour ដែរអានេះគួរចេះណាបងប្អូនណាបាទឧទាហរណ៍គេថាម៉េចទៅ Every hour is important every ប្រែថារៀងរាល់ម៉ោងទាំងអស់ is important គឺសំខាន់បានន័យថាគ្រប់ម៉ោងទាំងអស់សុទ្ធតែជាម៉ោងសំខាន់អត់មានម៉ោងចង្រៃម៉ោងសូយអីទេបងប្អូនសំខាន់ទាំងអស់ so every hour is important បានន័យថារៀងរាល់ម៉ោងគឺសុទ្ធតែសំខាន់ទាំងអស់មិនថាម៉ោងយប់មិនថាម៉ោងថ្ងៃទេសំខាន់ទាំងអស់អញ្ចឹងលេម៉ោងឲ្យត្រូវណា Everyone has 24 hours the same បានន័យថា everyone ប្រែថាមនុស្សគ្រប់គ្នាណាមនុស្សគ្រប់គ្នាអ្នករាល់គ្នា has 24 hours មានពេលវេលា24ម៉ោងដូចគ្នាអញ្ចឹងយើងរវល់ដូចគ្នានរណាដែលចង់រៀនភាសាអង់គ្លេសឬក៏ចង់ឆ្លៀតរៀនអង់គ្លេសឲ្យចេះគឺយើងមាន24ម៉ោងដូចគ្នាហើយជុំមិនបានគេរៀនបានយើងរៀនបានអាហ្នឹងវាយើងតល់តែឆ្នៃក្នុងចំណោម24ម៉ោងយើងជ្រៀកកន្លះម៉ោងរៀនមកណាបងប្អូនណាបាទយើងរៀនក៏ពេលវេលាអស់ទៅមិនរៀនក៏ពេលវេលាអស់ទៅសូមឲ្យពេលវេលា24ម៉ោងដែលអស់ទៅនោះអស់ជាមួយនឹងការរៀនខ្លះផង Okay so everyone has 24 hours the same មិនថាបរិជាមិនថានាយករដ្ឋមន្ត្រីមិនថាលោកគ្រូអ្នកគ្រូមានទាំងអស់បងប្អូនបាទ24ម៉ោងដូចគ្នា We must love our country អញ្ចឹង our យើងប្រែថារបស់ពួកយើងណា We must love our country អានេះយើងសំដៅពី our អញ្ចឹង our ម៉ោងក៏ដូចគ្នា our របស់ពួកយើងក៏អានអញ្ចឹងដែរខុសទៅ spelling ឯណាបាទឧទាហរណ៍ Our life will be more valuable as we work as កន្លែងនេះយើងប្រើថាខណៈពេលឬនៅពេលដែលអញ្ចឹង our life ជាពហុវចនៈណាបងប្អូនយើងដូរ after ជា VES our life មិន our live ណា our life ជីវិតរបស់ពួកយើង will be more valuable ពាក្យថា valuable ប្រថាមានតម្លៃមានខ្លឹមសារមានអត្ថន័យ Our life will be more valuable យើងប្រែថាជីវិតរបស់ពួកយើងគ្រប់គ្នានឹងកាន់តែមានតម្លៃណា more valuable កាន់តែមានតម្លៃ as we work នៅពេលដែលយើងខំប្រឹងធ្វើការបងប្អូនជឿថាបងប្អូនថប់ធុញនឹងខ្លួនឯងដែលជួនកាលពេលវេលាទៅបដោយទៅអីទៅធ្វើទៅតេថប់ធុញខ្លួនឯងណាបាទអញ្ចឹងកាន់តែខំប្រឹងប្រែងជីវិតរបស់យើងកាន់តែមានតម្លៃ Okay Our life will be more valuable as we work ខណៈពេលយើងធ្វើខំប្រឹងប្រែងណារាល់ពេលវេលារាល់តំណក់ញើសគឺជាតម្លៃនៃការលះបង់របស់យើងបងប្អូនមកមួយទៀត buy យើងប្រែថាទិញបងប្អូន buy buy រីឯ buy បញ្ចប់ដោយ y នេះយើងប្រែថាដោយឬក៏ប្រែថាក្បែរ
ri by មួយទៀត bye បងប្អូនណាជាពាក្យដែលលាគ្នាណានិយាយលាគ្នាបងប្អូនបាទអញ្ចឹង by កិរិយាសព្ទប្រែថាទិញ by ជា preposition យើងប្រែថាដោយទៅក្បែរ auxiliary explanation ពីសំនួនវាវោហារដែលយើងនិយាយណាបាទអញ្ចឹងខ្ញុំប្រែថាលាសិនហើយអូខេ by ទិញ by ដោយ by ក្បែរ by លាសិនហើយវាអានដូចគ្នា spelling ខុសគ្នាអត្ថន័យខុសគ្នាដែរអូខេឧទាហរណ៍បាទគេថាម៉េច I will buy you a car I'll buy you a car អានេះយើង I'll buy you a car ខ្ញុំនឹងទិញឲ្យអ្នកនៅឡានមួយគ្រឿងណាឬក៏យើងនិយាយថា I will buy a car for you ក៏បានដែរយើងអាចប្រើពីរទម្រង់ទី1 I'll buy you a car ក៏បាន I'll buy a car for you ក៏បានហើយនេះតើណាបងប្អូនណោះបាទឧទាហរណ៍មួយទៀត Will you buy me that book that ឧទាហរណ៍ថាកូនពៅគេឃើញសភៅនេះគួរឲ្យស្រឡាញ់គួរឲ្យចង់រៀនដែរអញ្ចឹងគេសួរប៉ាទិញអាផុសនោះឲ្យអូនមកក្បាលបានទេផុសលោកគ្រូដេករៀនមកក្បាលបានទេ Will you buy me that book that គឺ daddy ណាគេយើងអាចនិយាយថា daddy will you buy me that book ទិញសភៅនោះឲ្យខ្ញុំបានទេ will កន្លែងនេះយើងប្រើវាស្មើពាក្យថាសូមទេអាចបានទេណា Will you buy me that book daddy បាទមកមួយទៀត I go to school by car អញ្ចឹង by ដែល by នេះយើងប្រើជា preposition យើងប្រើថាដោយនេះដោយនោះតាមរយៈនេះតាមរយៈនោះ How do you know ដេករៀនតើអ្នកស្គាល់លោកដេករៀននៅពេលណាដោយរបៀបណាយើងអាចនិយាយបានថា I know teacher ដេករៀន by learning from YouTube ដោយការសិក្សាពី YouTube ពី page Facebook អីចឹងតែអូខេ So I go to school by car ខ្ញុំទៅសាលារៀនដោយរថយន្តណាបងប្អូនណាបាទ She's always by my side អញ្ចឹង by កន្លែងនេះយើងប្រែថានៅក្បែរវិញតា She's always by my side by somebody side យើងប្រែថានៅក្បែរជានិច្ចបានន័យថាជួយ support ជួយគ្រប់គ្រងជួយទំនុកបំរុងជួយផ្ដល់ជាកម្លាំងចិត្តឧទាហរណ៍ថាខ្ញុំនឹងណាកូនណាកូនស្រីប៉ាម៉ាក់នឹងនៅក្បែរកូនជានិច្ចកុំអស់សង្ឃឹមតស៊ូឡើងកូន I will always by your side ណាបើយើងនិយាយថាបើយើងលួងណាម្នាក់ណាលួងហានីបូគុយើងក៏បានលួងកូនក៏បានឬក៏បើព្រះអង្គអាចលួងញោមបានណា I will always by your side មិនទៅញោមអាត្មានៅក្បែរញោមជានិច្ចអញ្ចឹងក៏បានអត់បាច់ទេអាត្មាគ្រប់គ្រងញោមជានិច្ចអូខេអត់បញ្ហាជីសងលើប្រធានអញ្ចឹង by មួយ by ទិញ buy by មួយទៀត by by អាហ្នឹងប្រែថាដោយនៅក្បែររីឯ by បញ្ចប់ដោយ e នេះយើងប្រែថាលាហើយអូខេ bye for now លាសិនណា see you later ជួបគ្នាពេលក្រោយ bye for now លាសិនហើយ see you later លាសិនណាបាទអូខេ She left us forever without saying goodbye She left នឹងវាជាអតីតកាលរបស់ leave អញ្ចឹង She left us forever នាងបានចាក់ចេញពីយើងទាំងអស់គ្នា forever ជារៀងរហូតទៅ without saying goodbye ដោយមិនបាននិយាយពាក្យថាលាឡើយអញ្ចឹង without នឹងដោយគ្មាន saying goodbye និយាយពាក្យថាលាអញ្ចឹង She left us forever without saying goodbye វាមានដែរណាបងប្អូនវាអត់តាន់ហន់ពេកឬក៏អីពេក for មានចំណុច for ប្រែថាដើម្បីជា preposition ដើម្បីរីឯ for នេះគេហៅថារយៈពេលលេខ4បងប្អូនបាទ for ប្រែថាដើម្បីប្រែថាអស់រយៈពេលរីឯ for នេះប្រែថាលេខ4វិញបងប្អូនអូខេបាទលេខ4ឧទាហរណ៍I can die for you ណែ FOR នេះ I can die for you អ្នកបងអាចសម្លាប់បងអាចគេហៅថាស្លាប់ដើម្បីអូនបានណាហ្នឹងបងប្អូនបាទ I can die for you
បងអាចស្លាប់ដើម្បីអូនបានណាអាចស្លាប់ជំនួសអូនបានណាអូនឡាញ់ We have lived here for 10 years ចឹង for កន្លែងនេះប្រែថារយៈពេលអស់រយៈពេល We have lived here យើងបានរស់នៅទីនេះ for 10 years អស់រយៈពេល10ឆ្នាំទៅហើយណា We have lived here for 10 years បាទ I have 4 siblings ចឹង 4 F O U R យើងប្រែថាចំនួន4 I have 4 siblings siblings យើងប្រែថាបងប្អូនណាបងប្អូនមានបងប្អូនប្រុសស្រីរួមចូលគ្នាចឹងមកគេហៅថា siblings I have 4 siblings ខ្ញុំមានបងប្អូន4នាក់បាទស្រី2ប្រុស2 You have made the same mistake 4 times You have made the same mistake បែរថាអ្នកបានបង្កើតកំហុសណាធ្វើឲ្យមានកំហុស the same mistake ណា 4 times 4 ដងហើយខុសដដែលកំហុសដដែលជាពិសេសអារឿងមកយឺតហ្នឹងហ្មងណា You have made the same mistake អ្នកឯងធ្វើឲ្យមានកំហុសហ្នឹង4 times 4 ដងហើយបាទខុស4ដងហើយណាបាទយើងមកមើលសិបនេះពាក្យនេះបងប្អូនបាទពាក្យនេះយើងប្រែថាបំណែកប្រែថាសន្តិភាពហើយសំឡេងរបស់វាយើងអានថា peace ប៉ុន្តែយើងសង្កេតមើលណា P I E C E peace ប្រែថាបំណែកឬក៏ដុំបំណែកដុំអីមួយរីឯ peace នេះpeace សន្តិភាពណាខុសគ្នា P E A C E ឥឡូវយើងមើលឧទាហរណ៍បាទ It's a piece of cake អវត្តវាគឺជា idiom មួយដែលយើងប្រែថាងាយដូចបកចេកបាទន័យថាយើងជាធម្មតាយើងប្រែថា It's a piece of cake គាត់នៅជាកំតិចនំមួយវាងាយវាគាត់នៅជាកំតិចនំប្រទះនំណាអញ្ចឹង phrase មួយហ្នឹងកាលណាបើយើងចង់និយាយកិច្ចការងារណាមួយដែលវាងាយវាស្រួលយើងអាចនិយាយថាអូងាយដូចបកចេកអញ្ចឹង Yeah it's a piece of cake It's a piece of cake Alright it's a piece of cake ងាយអត់ប្របែមមកមួយទៀតបំណែកនីមួយនៃការងារត្រូវតែធ្វើដោយប្រុងប្រយ័ត្ននេះក៏ឧទាហរណ៍ថាការងារណាក៏ដោយមិនថាការងារតូចការងារធំទេណា each piece of work ផ្នែកយើងអាចប្រែថាផ្នែកការងារណាមួយ each piece ហ្នឹងប្រែថាផ្នែកនីមួយចំណែកនីមួយនៃការងាររាល់ការងារមិនថាការងារតូចការងារធំការងារពិបាកការងារមិនពិបាកឯង must be done carefully ចឹងពេលថា carefully ប្រែថាយ៉ាងប្រុងប្រយ័ត្នអញ្ចឹង each piece of work រាល់កិច្ចការងារគ្រប់យ៉ាងទាំងអស់ផ្នែកមួយ must be done carefully ត្រូវបានធ្វើដោយប្រុងប្រយ័ត្នភាសាសាមញ្ញប្រែថារាល់ការងារទាំងអស់ត្រូវតែធ្វើដោយយកចិត្តទុកដាក់ so each piece of work must be done carefully alright បាទមកមួយទៀតតើតើនឹងពាក្យថាសន្តិភាពមិញយើងប្រែថាផ្នែក we all need peace we all need peace we all ប្រែថាយើងទាំងអស់គ្នា need ត្រូវការ peace សន្តិភាពណា we all need peace បាទសន្តិភាពហ្នឹងមិនមែនបានន័យថាទី1សដៅសង្គ្រាមទី2គឺសេចក្តីសុខផ្លូវចិត្តរបស់យើងជួនកាលសុខស្រានស្រុកហ្នឹងវាសានត្រានគ្មានសង្គ្រាមអីទេក៏ប៉ុន្តែយើងហ្នឹងវាច្បល់វាអត់មានសន្តិភាពផ្លូវចិត្តសោះបាទ so we all need peace we all need happiness យើងទាំងអស់គ្នាត្រូវការសុភមង្គលបាទឧទាហរណ៍មួយទៀត there is peace there is development បាទមានសន្តិភាពមានការអភិវឌ្ឍចឹង there is peace មានសន្តិភាពthere is development បាទពាក្យថា development យើងប្រែថាការអភិវឌ្ឍបាទមកមួយទៀត wait នេះហើយនឹង wait នេះបងប្អូនមើលណាយើងអានថា wait ដូចគ្នាក៏ប៉ុន្តែ wait នេះប្រែថារងចាំរីឯអានេះយើងអានថា wait ដូចគ្នា V E I G A T wait បាទអញ្ចឹងអា EA នេះស្មើសារ A បាទហើយ GH នេះអត់បញ្ចេញសលេងទេអក្សរ GH នេះអញ្ចឹងយើងអានថា wait ដូចអានេះដែរ
ក៏ប៉ុន្តែយើងមើល spelling ខុសគ្នាណាមួយរងចាំមួយប្រែតែតម្ងន់យើងអានថា wait ដូចគ្នាឧទាហរណ៍ no need to wait for me យើងប្រាប់គេថាមិនបាច់ចាំខ្ញុំទេខ្ញុំអាចថាទៅយឺតបន្តិចមិនបាច់ចាំខ្ញុំទេញ៉ាំបាយមុនទៅ so no need to wait for me no need to ប្រែថាមិនចាំបាច់ okay wait for me រងចាំខ្ញុំពាក្យថា no need to នេះមិនចាំបាច់ទេយើងអាចឆ្នៃទៅជាប្រយោគផ្សេងឧទាហរណ៍ថាមិនចាំបាច់តល់តណៃនោះបកកែ grammar ទៅនិយាយអង់គ្លេសយើងអាចនិយាយទៅ no need to be perfect with grammar okay if you want to speak English no need to be perfect with grammar you can speak you can make a mistake with your grammar with your pronunciation but just try your best to change it when you know it is a mistake so no need to be perfect alright មិនចាំបាច់ល្អឥតខ្ចោះទេមកមួយទៀត wait a few minutes please អញ្ចឹង wait នេះរងចាំណា wait a few minutes សូមរងចាំបាន 2-3 នាទីបានទេបាទខ្ញុំនៅរវល់តិចទៀតចិត្តហើយចាំខ្ញុំបាន 2-3 នាទីណា please wait a few minutes okay ឬក៏ wait a few minutes please a few minutes okay បាទwait a few minutes please រីឯពាក្យមួយទៀតក្រៅពីតម្ងន់យើងអានថា wait okay what weight is the best for me តើតម្ងន់ប្រមាណគីឡូណាតើតម្ងន់ប្រមាណគីឡូវាសមសម្រាប់ខ្ញុំ okay what weight is best for me អញ្ចឹងអានេះក៏អានថាគីឡូដែរបងប្អូនបាទយើងប្រែទៅតម្ងន់ចឹង what weight is the best for me បើតែគីឡូប្រហែលវាសមសម្រាប់ខ្ញុំវាសមតលជាមួយកម្ពស់របស់យើងអីចឹងណាបងប្អូនបាទអូខេបាទឧទាហរណ៍មួយទៀត finally she lost weight as she wanted okay finally ទីបំផុត she lost weight បាទ weight គីឡូជាទីបំផុតshe lost weight as she wanted ទីបំផុតនាងបានស្រកគីឡូបាទ as នឹងដូចយើងប្រែថាដូច she wanted ដូចអ្វីដែលនាងចង់បានឧទាហរណ៍ថាគីឡូគាត់ឡើង70គីឡូគាត់សរកមកដល់60អញ្ចឹងទីបំផុតនាងបានជោគជ័យយើងអាចនិយាយថា finally she lost weight as she wanted នាងទីបំផុតនាងក៏បានស្រកគីឡូតាមនាងចង់បានហើយបាទអូខេមកមួយទៀត no no នេះហើយនឹង no នេះអានដូចគ្នា no អានេះ no ទេអានេះ no ដឹងមិនមែនអានតែ no ទេណាបងប្អូនបាទ alright បាទយើងអានតែ no ដូចគ្នាឧទាហរណ៍ say no to bad say no to bad យើងប្រែថាចូលនិយាយពាក្យថាទេចំពោះទង្វើអាក្រក់ say no to bad be glad to good បាទ say no និយាយពាក្យថាទេ to bad ទៅកាន់អំពើអាក្រក់នេះគឺជា clear មួយដែលយើងប្រែថា say no to bad និយាយពាក្យថាទេចំពោះអំពើអាក្រក់មកមួយទៀត no I'm not a lady killer បាទនេះក៏ឧទាហរណ៍បាទ no I'm not a lady killer ទេខ្ញុំមិនមែនព្រាននារីទេគេមានពាក្យមួយទៀតបងប្អូនគេហៅថា womanizer ដែរអូខេបងប្អូនបាទ womanizer ហ្នឹងដែលសំដៅដល់អ្នកដែលចូលចិត្តបដូរដៃគូណាចូលចិត្តមានដៃគូច្រើនហើយធ្វើបាបចិត្តគេបដូរវាមួយទៅមួយគេហៅថា womanizer មនុស្សដែលគិតទៅខាងផ្លូវហ្នឹងណាគេថា womanizer lady killer សម្រាប់ដូចថាលក្ខណៈចូលលក្ខណៈ playboy ចូលចិត្តលេងចូលចិត្តដូរដៃគូអីដូចគ្នាណាបាទអញ្ចឹង no I'm not a lady killer ទេខ្ញុំមិនមែនព្រាននារីទេកុំចោទគេបាទអូខេវាពិបាកដែរបងប្អូនបាទមនុស្សគេហៅអីគេដុំពេជ្រគេច្រឡំតែដុំថ្មហើយយើងជាបរិសុទ្ធល្អគេច្រឡំតែជាព្រាននារីវាអញ្ចឹងទៅវិញពិបាកទទួលយកបងប្អូនបាទ so no I'm not a lady killer alright មកមួយទៀត I don't know អញ្ចឹង no no ហ្នឹង no បដិសេធថាទេ
មកមួយទៀត I don't know បែរតែខ្ញុំអត់ដឹងអត់ប្របាក់ទេពាក្យនេះណាគាត់តែខ្ញុំចង់ឲ្យបងប្អូនប្រៀបធៀបថាអូអាហ្នឹងអានដូចគ្នាមកមួយទៀតនរណាដឹងថាសេចក្តីស្លាប់នឹងមានមកដល់ថ្ងៃស្អែក Who knows our death will come tomorrow អានេះខ្ញុំយកមកពីបាត់នៃគាថាភាសាបាលីមួយគេហៅភាសាបាលីថាកោជញ្ញាមរណង្សវេណាបងប្អូនបាទ Who knows តើនរណាដឹងថា our death ពាក្យថា death D E A T H នេះយើងប្រែថាមរណៈសេចក្តីស្លាប់ death បើ die ប្រែថាស្លាប់ជាកិរិយាសព្ទមែនទេជានាមយើងអានថា death ប្រែថាសេចក្តីស្លាប់ will come tomorrow នឹងមកនៅថ្ងៃស្អែកតើណាដឹងថាយើងស្អែកស្លាប់ខាន់ស្អែកស្លាប់បើនៅថាអត់ទៀងទេ so who knows our death will come tomorrow ណាដឹងថាស្អែកយើងស្លាប់ដូច្នេះហើយ start doing good from now on ដូច្នេះធ្វើល្អពីថ្ងៃហ្នឹងទៅកុំឲ្យចាំស្អែក who knows our death will come tomorrow right បាទមកមួយទៀតC នេះប្រែតែឃើញ C នេះប្រែតែសមុទ្រ C double E និង C E A អូខេ yes គួរតែចេះបងប្អូនណោះគួរតែរៀនចំណាំអូខេបាទឧទាហរណ៍ខ្ញុំចង់ឃើញអ្នក I want to see you ឬយើងអាចប្រើពាក្យថាខ្ញុំចង់ជួបអ្នកក៏បានដែរនេះ I want to see you ខ្ញុំចង់ឃើញអ្នកខ្ញុំចង់ជួបអ្នកហើយបើសិនបើយើងចង់និយាយថាយើងធ្លាប់តែឃើញគ្នាតាមទូរទស្សន៍ធ្លាប់តែឃើញនៅក្រៅប្រទេសតាម Facebook តាម YouTube អីហ្នឹងមិនដែលយើងចង់ឃើញផ្ទាល់ភ្នែកចង់ជួបដោយផ្ទាល់ណាយើងអាចនិយាយថា I want to see you in person ថា in មកឲ្យ person មក so I want to see you in person ខ្ញុំចង់ជួបអ្នកដោយផ្ទាល់អូខេបាទមកពាក្យមួយទៀត will you see me off tomorrow អញ្ចឹង C កន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយើងមិនមែនប្រែថាឃើញទេ C នរណាម្នាក់ off យើងប្រែថាជូនដំណើរអូខេជូនដំណើរនរណាម្នាក់ដូចថាជូនដំណើរឡើងយន្តហោះជូនដំណើរឡើងឡានទៅកន្លែងណាមួយដែលបែកគ្នាមករយៈពេលណាអញ្ចឹងយើងអាចនិយាយថា C នរណាម្នាក់ off អូខេអញ្ចឹង will you see me off tomorrow តើបងនឹងជូនដំណើរអូនទៅវិញថ្ងៃស្អែកណាជូនដំណើរឡើងយន្តហោះអីអញ្ចឹងទៅលាគ្នាអញ្ចឹង C នរណាម្នាក់ off យើងប្រែថាជូនដំណើរគេឧទាហរណ៍ថាអរេចាំបងជូនអូនទៅឡើងនៅបរិយាហោះស្អែកហ្នឹងអូខេ don't worry I'm going to see you off ឬក៏ I will see you off tomorrow okay don't worry I will see you off at the airport ខ្ញុំនឹងជូនដំណើរអ្នកអូខេដូចជូនដំណើរបងប្អូនឡើងយន្តហោះឡើងអីចឹងណាមកមួយទៀត CEA អាមិញ double E ប្រែតែឃើញប្រែតែជួប I want to go to the sea I want to go to ខ្ញុំចង់ទៅ I want to go to ចង់ទៅ to the sea ចង់ទៅលេងសមុទ្របាទខ្ញុំអត់ដែរបានទៅលេងសោះនេះសមុទ្របងប្អូនបាទ6ឆ្នាំតាំងពីសឹកមកអត់ដែរបានសោះ I want to go to the sea alright ចង់ទៅលេងសមុទ្រគង់តែមានថ្ងៃទេមកមួយទៀត I also want to sit by the seaside ពេលតែ seaside យើងប្រែតែឆ្នេរសមុទ្រឬក៏មាត់សមុទ្រពេលយើងទៅហើយយើងចង់ sit by sit by the seaside បែរថាអង្គុយនៅក្បែរមាត់សមុទ្រចឹងទៅមានសង់ទីម៉ងអីស្អាតយើងមែនទេ right so I also want to sit by the ខ្ញុំធ្លាប់បងប្អូនធ្លាប់ផឹកទឹកសមុទ្រតែអត់បានលេពេកវាប្រៃពេកបងប្អូនកាលនៅលោកបងប្អូនចង់សាកមើលណាពាក្យថា sun នេះប្រែតែកូនប្រុសរីឯ sun នេះប្រែតែព្រះអាទិត្យ U មួយ ON មួយ UN យើងរៀនចំណាំអញ្ចឹងទៅណ៎បាទកូនប្រុសនិងព្រះអាទិត្យឧទាហរណ៍យើងឧទាហរណ៍កូនប្រុសមុន We have 2 sons and 3 daughters we have យើងមាន 2 sons កូនប្រុស2នាក់ and 3 daughters យើងប្រែថាកូនស្រី3នាក់ចឹងមិនថាមានកូនប្រុស1មានកូនប្រុស2មានកូនស្រី3នាក់ alright I have 2 sons and 3 daughters អូខេបាទមកមួយទៀតកូនប្រុសរបស់យើងឆ្លាតណាយើងចង់និយាយថាអីកូនប្រុសខ្ញុំឆ្លាតណា Our son is really smart ចឹងពាក្យថា smart យើងប្រែថាឆ្លាត right Our son is really smart
ôi con phò trong nó chla đó chạy ha cô nó ngô bà nó tôi sao ta chạy ha mà mỗi tiết my son want to see the sun ở đây không còn ưu tiên họ ta con pro trong trong khinh bè tịch để trong vô việc ta sun này đằng sun này bị trôi cái này ok chẳng my son wants to see the sun con pro đã bảo cái nhóm trong mưa bè tịch và bè tịch lịch nơi tam to see the sunset các bạn này right my son want to see the sunset các bạn này ok và ở bà tới bênนี้The sun is shining brightly today. The sun is shining. Shining gọi ta bành chênh bình lư rạ sơ mày. Nà bành chênh bình lư ảo phía. Brightly yang ta cha ta chong. Brightly yang ta cha ta chong. Today. Biết thà bright ní bây giờ chong prao chỉ con nền niệm thà ta cha ta chong. Anna con ta cha ta chong. Nhưng ai vậy thà. If you study now, if you study hard now, you will have a bright future. A bright future pada ta anakot ta cha ta chong. Alright? Ba. Mau mùi tiết one. Anh ấy dân an đôi cái này pronunciation với dân an thà one. Ok, one mũi, one chne. One ấy chạy tay ta ca rồi bỏ win. Ok, one đôi cái này. Ok? Ba. Ưu tí hó. They have only one child. Child ra ta cồn mình ấy. They have only one child. Kê miên cồn pro ta mùi cụt. Bà sẽ bóng phôn trong vậy ta nhóm với anh vậy ta I have only one child. Ok, nhưng miên cồn ta mùi ta mà crop bài cụt. Chẳng có bàn đài. Right? Nhóm miên sầm nụ mùi trong xu nè. I have one question to ask you. I have one question to ask you. Ok, nhóm miên sầm nụ trong xu nè. Can I ask you one question? Tại trong ai xong xuân để mà sầm nú ba này nhưng ai bảo biển đằng bàn ok và ưu tiên họ một tiết she won people's heart by her strive ông bọn biết ta strive về mà chia niệm mà phải ta sự đây chia diệm ca khom prang prang but try phải ta chia diệm re strive này nhưng phải ta ca chia diệm ca khom prang prang ok chẳng chia tay ta cá đời sao tình niên không prăng ông bốn she won people's heart niên ban chia bề đông chia chun ca to su bỏ niên ban chọn dùng bề đông chia chun nhưng bà biệt thá she won people's heart by her strive niên ban dùng chia chất chia chun đời ca không prăng prang này bọn điên alright bạn mà mùi tiết dương ban chia tràn rương trongជីវិតរបស់យើងបើយើងទទួលតាមពិតទៅយើងកុំគិតតែខ្លួនឯងបរាជ័យយើងមានរឿងជោគជ័យច្រើនណាស់យើងមានរឿងឈ្នះច្រើនអញ្ចឹងនិយាយអញ្ចឹងណាអញ្ចឹង we won a lot in life if we accepted okay អានេះយើងប្រើជាលក្ខណៈមួយជាអតីតកាលណាបាទ we won a lot in life if we accepted alright បាទyeah one ជាអតីតកាល okay alright មកមួយទៀត will ពាក្យថា will ហើយនឹង will នេះបញ្ចេញសលេងដូចគ្នាបងប្អូនបាទ will we will នេះយើងអានឲ្យជាប់គ្នាអានតែ will ប្រហែលតែយើងនឹងធ្វើនេះយើងនឹងធ្វើនោះរីឯ will w a w e l នេះប្រហែលតែកង់ឬក៏ចង្កូតកង់ឡានណាកង់ឡានឬកង់មូលហ្នឹងណាបងប្អូនបាទអូខេឧទាហរណ៍ will be right there soon will be right there soon ប្រែថាយើងនឹងទៅដល់ទីនោះឆាប់នេះ will be right there soon will be right there right there ទៅដល់ទីនោះ soon នឹងឆាប់អូខេបងប្អូនបាទ alright ឧទាហរណ៍មួយទៀតអូខេ I see អូខេខ្ញុំដឹងខ្ញុំយល់ហើយអូខេ I see we'll go there now we'll go there now go there ទៅទីនោះ we'll go there now យើងទៅទីនោះឥឡូវហ្នឹងបាទអូខេអត់អីទៅដល់ឡូវហើយបាទមកមួយទៀត something is wrong with our front wheels បាទ something is wrong ប្រែថាកង់មុខយើងដូចជាមានបញ្ហា front wheels កន្លែងនេះគឺកង់ឡានណា
tăng son kháng nó còn từng pi nó viết đôi chưa khô thu đuôi chân màu ok something is wrong with our front wheels chân front wheel nó còn lan á còn lan một pi bạn mà mùi tiết keep your hands on the wheel bà ta căn chẳng cột lan tao cầm đọ đáy trên bị chỉ cột bà ta keep your hands căn đáy từng pi nó nghe on the wheel nơi lơจะโกดลานให้ก็วีด่ามูนั่นกาวีนะครับบางร้านก็ประมาณđó bốnก็เป็นเลงได้ก็กันมาจะหิ้งก็ปลาตูซับคลาโยเชิงบางร้านที่ก็มีโอ้ยปีใบหมัดนี้ยังอ่านถ้าถูปีถูพองได้ถูนะถูตะการใบนี้แต่ละยังมาอุติหอมวยบางปูนนะบ้าน you two are not my real นี่อ่านถ้า competitorsจังเปียตา competitors ยังแปลท่าไดกูประกวดนะบางปนมอเปียตา compete จังได้ยังอันท่า competitors you two are not my real competitors ไหนเมนจะไดกูประกวดใช่ป่ะเราเปิดประกาศบอกยังไม่จัง there can't be two tigers in the same hill บางปนก็ในเจกาปราปีมวยกีทาไหมพนมมุ้ยมันอาจมีนคลาปีเตนะ there can't be นั่นคือมันอาจมีนบางผล there can't be two tigers คลาปี in the same hill นี่คือพนมโดยพนมกระโปดปูใช่ไหมบางผลแต่เหมือนอยู่พนมทมไม่เปย์จีบ่าโอเคอันนี้อาจประแต่ตีตู้กับบานไหนประเภทปุพนมเนี่ยจังthere can't be two tigers มันอาจมีนคลาปี in the same hill ในขนมพนมตะมวยพนมมวยมันอาจมีนคลาปีก็เอาตีฮอลเลยปีแต่นะบางคนนะว่าเมามุยตีดเนี่ยไอ้ทั่วจำออกปีเมา you kept me waiting for you for 2 hours จัง you kept me นี่ยังจังใหญ่จีเนี่ยไอ้ keep me เนี่ยบานทั่วขยม you kept me waiting for you จัง wait for นามันเนี่ยประธานโรงจำนามันเนี่ย you kept me waiting for you นะไอ้ทั่วไอ้ขยมจำเนี่ย for 2 hours ระยะเป็นปีเมานายขยมจำออกปีเมาไหมว่า you kept me waiting for you for 2 hours โอเคบ่าเมาปีมวยตีดอันนั้นปีทูจำนวนเลขปีหายไหมเนี่ยเมามุยติด two ได้ยังแปลถับพองได้แปลถันนะบน I love you too my sweetheart จัง I love you too อยู่ทักกินยัยท่า I love you too จัง two กันหลายนี้ยังแปลถับพองได้ I love you too my sweetheart จังเปียตา sweetheart แปลแต่มาจ้าจัดมาจ้าแบกโดงมาจ้าไอ้จังนะบางฝนสำนอบจัดไอ้ยังใส่ยังแปลโอเคจังI love you too my sweetheart บองก็จะลายโยนได้หมายสองซามาจากจัดจากใบโดงไงยังแต่โอเคvà màu mùi tiết mấy thu phong đá thu ní pra thành nà mùi tiết chầm từ khang một tiết trong bờ điên bị đại ta mà bị tại pra này xèn từ khang một tiết anh ấy riêng con này riêng dùm lên dần này ok it's too hot these days chẳng biếtថា these days chẳng biếtថាសពថ្ងៃនេះពាក្យនេះសពថ្ងៃនេះ it's too hot វាក្តៅពេកណាស់ហើយវាក្តៅខ្លាំងណាស់ these days សពថ្ងៃនេះ so these days too hot សពថ្ងៃនេះក្តៅបងប្អូនបាទក្តៅពេក no one is too old to learn English អញ្ចឹង too កន្លែងនេះយើងបែរថាពេកណាស់អញ្ចឹង no one is too old to learn English ប្រែថាគ្មាននរណាម្នាក់ too old ចាស់ពេកហើយ to learn English ដើម្បីរៀនភាសាអង់គ្លេសបងប្អូនចំណាំកន្លែង clear នេះមួយណាកាលមកបើដាក់ពាក្យថា to បូកជាមួយគុណនាមហើយចា verb to be is មក to បូកគុណនាមដូចក្មេងចាស់ខ្ជិលក្រអាកន្លែងនេះគុណនាមក្រក្មេងចាស់អីចឹងមក to do something to ធ្វើអីមួយធ្វើទៅឧទាហរណ៍ថាអានេះគ្មាននរណាម្នាក់ចាស់ពេករៀនអង់គ្លេសមិនកើតមែនទេ no one is too old to learn English
គ្មាននរណាម្នាក់ដែលចាស់ពេករៀនអង់គ្លេសមិនកើតយើងប្រែថាពេកហើយធ្វើនេះមិនកើតពេកធ្វើនោះមិនកើតឥឡូវឧទាហរណ៍មួយទៀតថាគ្មាននរណាម្នាក់ដែលក្រពេករៀនមិនកើតទេមែនទេយើងនិយាយថា no one is too ក្រគេថាម៉េច poor to learn English គ្មាននរណាម្នាក់ក្រពេករៀនមិនកើតទេយើងចង់ដូរបានន័យថាពេកធ្វើមិនកើតអញ្ចេះពេកធ្វើមិនកើតក្មេងនិយាយថាចាស់ពេករៀនមិនកើតក្មេងពេករៀនមិនកើតក្រពេករៀនមិនកើតចង់និយាយចឹងបងប្អូនបាទថែម to do something មកអូខេបាទឥឡូវយើងយកឧទាហរណ៍សាមញ្ញមួយថានាងក្មេងពេករៀបការមិនកើតទេអាយុទៅដល់13ឆ្នាំចង់ការអញ្ចឹងយើងអាចនិយាយថា she ដាក់ឡើងនេះមក she is too ក្មេងអង់គ្លេសថាម៉េច young អញ្ចឹង she is too young នាងក្មេងពេកហើយយើងដាក់មក to អីគេរៀបការអង់គ្លេសថាម៉េច to get married ណាអញ្ចឹងនាងក្មេងពេកការមិនកើតទេឥឡូវឧទាហរណ៍មកណាអូខេឧទាហរណ៍មួយទៀតថាខ្ញុំក្រពេកស្រឡាញ់នាងមិនកើតទេចង់ស្រឡាញ់ដែរតែបើទៅវាមិនរួចខ្ញុំក្រពេកហីគេមើលមុខយើងទេអញ្ចឹងយើងអាចនិយាយថា I am too ក្រងលេថាម៉េច poor ខ្ញុំក្រពេក to អីគេ to love her ខ្ញុំក្រពេកមិនហ៊ានស្រឡាញ់នាងទេគ្មានសិទ្ធសំបីស្រឡាញ់នាងក្រពេកស្រឡាញ់នាងមិនកើតទេអញ្ចឹងយើងគ្រាន់តែដាក់ដូរគុណនាមមកដាក់ verb ចង់ធ្វើអីធ្វើទៅយើងប្រែថាពេកធ្វើមិនកើតពេកធ្វើមិនកើតអូខេបាទមកមួយទៀត give it to her if you don't want it give it to her អញ្ចឹង to កន្លែងនេះមិញ to លេខ2 to ពេក to ផងដែរអា to នេះប្រែទៅកាន់ឈ្មោះទៅអញ្ចឹង give it to her ឲ្យវាទៅនាងទៅ if you don't want it ប្រសិនបើនាងអ្នកមិនចង់បានវាទេអា to កន្លែងនេះប្រែទៅកាន់ឈ្មោះទៅអូខេgive it to her if you don't want it បាទមកមួយទៀត why don't you want to go to school my boy why don't you want to go to school អាពាក្យថា why don't you នេះយើងប្រែថាហេតុអីមិនហេតុអីអ្នកមិនឧទាហរណ៍ថាហេតុអ្វីបានជាអ្នកមិនចង់រៀន why don't you want to learn តែអានេះ why don't you want to go ប្រែថាហេតុអ្វីបានជាអ្នកមិនចង់ណា